ពាក្យថាជីមួយម៉ាត់នេះខ្ញុំជឿជាក់ថាបងប្អូនមកស្រុកខ្មែរអ្នកណាក៏ស្គាល់ដែរមិនថាជីក្របជីទឹកជីអីក៏ដោយប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនភាគច្រើនមិនដែលបានឃើញពីម៉ាស៊ីនផលិតជីមុខមាត់បែបម៉េចទេឬមួយក៏ជំហាននៃការផលិតជីតាំងពីដំបូងរហូតដល់ចេញបានប្រើប្រាស់នោះទេហើយថ្ងៃនេះខ្ញុំនាំវីដេអូមួយដែលនិយាយអំពីម៉ាស៊ីនជីក៏ដូចជាជំហាននៃការផលិតជីតាំងពីដំបូងរហូតដល់ចេញប្រើប្រាស់បានតោះបងប្អូនទៅមើលទាំងអស់គ្នាបាទនេះគឺជាសិប្បកម្មផលិតជីខ្នាតតូចលក្ខណៈគ្រួសារមួយកន្លែងដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំងពុកម៉ែបងប្អូនបាទហើយនេះគឺជាទស្សនវិជ្ជារោងផលិតជីដែលមានម៉ាស៊ីនជាច្រើនបានតម្រៀបគ្នាជាជួរដើម្បីងាយស្រួលក្នុងការផលិតហើយស៊ីសង្វាក់គ្នាហើយម៉ាស៊ីននីមួយៗមានសមត្ថភាពនិងតួនាទីខុសៗគ្នាពុកម៉ែបងប្អូនម៉ាស៊ីនទី1គេហៅថាម៉ាស៊ីនវាយកំទេចពុកម៉ែបងប្អូនគឺវាយកំទេចសមាសធាតុឬមួយក៏ដីដែលមានសារធាតុរឹងដុំកយើងវាយវាចេញជាលបាយដើម្បីងាយស្រួលក្នុងការយកទៅលាយពុកម៉ែបងប្អូនហើយកម្លាំងនៃការវាយពុកម៉ែបងប្អូនមានសមត្ថភាពវាយកំទេចដីគ្រប់ប្រភេទពុកម៉ែបងប្អូនមិនថាដីដុំរឹងឬមួយក៏ដីដែលវាល្មួតជាប់ស្អិតគ្នាគឺវាយបានគ្រប់ប្រភេទបាទទី2គឺជាម៉ាស៊ីនរែងកំទេចពុកម៉ែបងប្អូនបាទម៉ាស៊ីនរែងកំទេចគឺយើងប្រើប្រាស់សម្រាប់រែងយកកំទេចណាដែលមិនចាំបាច់ចេញពុកម៉ែបងប្អូនដូចជាកំទេចថ្មកំទេចគ្រួសអីផ្សេងៗអញ្ចឹងទៅហើយទី3ហ្នឹងគឺជាម៉ាស៊ីនលាយពុកម៉ែបងប្អូនគឺសម្រាប់លាយសមាសធាតុផ្សេងៗមិនថាប្រភេទទឹកមិនថាប្រភេទម្សៅទេពុកម៉ែបងប្អូនអ្វីទាំងអស់ដែលមានអត្ថប្រយោជន៍សម្រាប់ជីដែលមានអត្ថប្រយោជន៍សម្រាប់ដំណាំដាំដុះគឺអាចលាយបានទាំងអស់ពុកម៉ែបងប្អូនបាទហើយទី4នេះគឺជាម៉ាស៊ីនកាត់គ្រាប់ជីពុកម៉ែបាទម៉ាស៊ីនកាត់គ្រាប់ជីនេះគឺសំខាន់ណាស់ពុកម៉ែបងប្អូនមុខមាត់របស់ជីគឺនៅលើម៉ាស៊ីននឹងហើយពុកម៉ែបងប្អូនគឺម៉ាស៊ីនកាត់គ្រាប់ជីនេះសម្រាប់កាត់គ្រាប់ជីតាមទំហំតាមប្រវែងតាមຂະຫນាតរបស់អតិថិជនត្រូវការពុកម៉ែបងប្អូនឬមួយក៏តាមຂະຫນាតរបស់តម្រូវការទីផ្សារដែលគេយកទៅប្រើប្រាស់មិនថាបងប្អូនចង់បានគ្រាប់ជីដែលមានលក្ខណៈវែងខ្លីមូលឬមួយក៏ធំយ៉ាងណាក៏ដោយពុកម៉ែបងប្អូនគឺម៉ាស៊ីននេះអាចកំណត់ຂະຫນាតទំហំតាមចិត្តរបស់អតិថិជនបាទឯមួយនេះវិញគឺជាម៉ាស៊ីនសូនគ្រាប់ជីពុកម៉ែបងប្អូនបាទគ្រាប់ជីយើងកាលណាដែលចេញពីម៉ាស៊ីនកាត់គ្រាប់ជីហើយគឺមិនទាន់មានសភាពមូលស្អាតទាំងស្រុងនោះទេពុកម៉ែបងប្អូនគឺយើងមកដាក់ចូលក្នុងម៉ាស៊ីនសូនគ្រាប់ជីហ្នឹងដើម្បីឲ្យម៉ាស៊ីនសូនគ្រាប់ជីវាជួយសូនអាគ្រាប់ជីហ្នឹងវាកាន់តែមូលខ្លាំងពុកម៉ែបងប្អូនរហូតដល់90ទៅ92%អានោះគឺមូលល្អមែនតែនពុកម៉ែបងប្អូនហើយចុងក្រោយនេះគឺជាម៉ាស៊ីនរែងគ្រាប់ជីពុកម៉ែបងប្អូនបន្ទាប់ពីយើងសូនគ្រាប់ជីបានស្អាតហើយយើងត្រូវចូលក្នុងម៉ាស៊ីនរែងគ្រាប់ជីដើម្បីអីពុកម៉ែបងប្អូនដើម្បីយកគ្រាប់ជីណាដែលស្អាតដែលមានទំហំត្រូវតាមមាត្រฐានទីផ្សារដែលគេត្រូវការដើម្បីយកដាក់ខ្ចប់ពុកម៉ែបងប្អូនហើយនេះគឺជាលទ្ធផលគ្រាប់ជីដ៏ស្រស់ស្អាតបន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនទាំង6ហ្នឹងមកពុកម៉ែបងប្អូនគឺស្រស់ស្អាតមែនទែនមានលក្ខណៈមូលស្មើដូចគ្នាស្ទើរតែប៉ុនគ្នាពុកម៉ែបងប្អូនមើលនឹងភ្នែកទៅស្អាតមែនទែនអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការបើកជាសិប្បកម្មផលិតជីមិនថាលក្ខណៈគ្រួសារលក្ខណៈកណ្ដាលលក្ខណៈអាជីវកម្មធំក្តីពុកម៉ែបងប្អូនគឺក្រុមហ៊ុនរបស់យើងមានទទួលកែច្នៃនិងផលិតគ្រឿងចក្របែបនេះជូនអតិថិជនតាមតម្រូវការទាំងអស់ពុកម៉ែបងប្អូនមិនថាបងប្អូនត្រូវការຂະຫນាតមួយថ្ងៃ1តោនមួយថ្ងៃ5តោនមួយថ្ងៃ10តោនមួយថ្ងៃ20តោនបងប្អូនគឺមានគ្រប់ຂະຫນាតគ្រប់ទំហំទាំងអស់ហើយសម្រាប់បងប្អូនដែលចង់ធ្វើជាតំណាងកែច្នៃផលិតជីបងប្អូនដែលចង់ធ្វើជាតំណាងលក់ចែកចាយបន្តពុកម៉ែបងប្អូនអាចទំនាក់ទំនងមកតាម page របស់យើងឬ call ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទក្រុមហ៊ុនផ្ទាល់ពុកម៉ែបងប្អូនដែលនៅខាងលើនេះក្រុមហ៊ុន GECO អនាគតកសិករផ្ដើមចេញពីជីមានគុណភាពចូលរួមអភិវឌ្ឍនិងសហការដោយ